ក្នុងរយៈពេលជិត4ទសវត្សរ៍ចុងក្រោយនៃប្រវត្តិសាស្ត្រជាតិកម្ពុជាបានទទួលនូវសន្តិភាពពេញលេញនិងការអភិវឌ្ឍក្នុងសន្ទុះកំណើនសេដ្ឋកិច្ចដ៏លឿនធ្វើឲ្យកិត្យានុភាពប្រទេសជាតិលេចត្រដែតឡើងក្នុងឆាកអន្តរជាតិសមិទ្ធផលជាប្រវត្តិសាស្ត្រនេះបានមកក្រោមការដឹកនាំដ៏ឈ្លាសវៃនិងត្រឹមត្រូវរបស់បិតាសន្តិភាពគឺសម្ដេចឯកមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈការដាក់ចេញនិងអនុវត្តដោយជោគជ័យនៅយុទ្ធសាស្ត្រត្រីកោណនិងយុទ្ធសាស្ត្រចតុកោណទាំង4ដំណាក់កាលក្នុងបុព្វហេតុនៃការបន្តការអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើនបន្ថែមទៀតរាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាក្រោមការដឹកនាំបន្តវេនដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្នបាននឹងកំពុងខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតំបន់ជនបទជាពិសេសការជំរុញការលើកកម្ពស់សុខភាពសាធារណៈនិងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋជាពិសេសស្ត្រីកុមារនិងជនងាយរងគ្រោះតាមរយៈការដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិស្ដីពីការផ្គត់ផ្គង់ទឹកការសម្អាតនិងអនាម័យជនបទដើម្បីសម្រេចបាននូវផែនការយុទ្ធសាស្ត្រជាតិខាងលើនេះក្រសួងអភិវឌ្ឍជនបទដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលបានរៀបចំផែនការយុទ្ធសាស្ត្ររបស់ខ្លួនឲ្យបានកំពុងអនុវត្តយ៉ាងសកម្មប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ដើម្បីធ្វើឲ្យប្រជាជនមានសុខភាពល្អនិងមានបរិស្ថានរស់នៅល្អតាមរយៈការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតការជំរុញការសាងសង់បង្គន់តាមក្នុងផ្ទះនិងការអនុវត្តអនាម័យផ្ទាល់ខ្លួនឬការលាងសម្អាតតាមក្បួនខ្នាតត្រឹមត្រូវដើម្បីឲ្យជៀសផុតពីជំងឺឆ្លងផ្សេងៗហើយអាយុកាលសង្ឃឹមរស់ជាមធ្យមរបស់ប្រជាជនកាន់តែវែងដែលជាក្តីប្រាថ្នារបស់មនុស្សគ្រប់រូបក្រសួងបាននឹងកំពុងខិតខំបង្កើនលទ្ធភាពនៃការទទួលបានសេវាទឹកស្អាតដោយការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតជនបទដូចជាការសាងសង់ប្រព័ន្ធចែកចាយទឹកតាមបណ្ដាញបំពង់ខ្នាតតូចសហគមន៍ស្ថានីយផលិតទឹកស្អាតពីបរិយាកាសអណ្ដូងស្នប់អាហ្វ្រីដេវស្រះសហគមន៍ពីងយៈស្ថានីយផលិតទឹកផឹកសហគមន៍និងអាងត្រងទឹកភ្លៀងសាធារណៈជាដើមតាមរយៈការអនុវត្តសកម្មភាពទាំងនេះហើយប្រជាជននៅតំបន់ជនបទនៅទូទាំងប្រទេសកាន់តែមានលទ្ធភាពទទួលបានប្រភពទឹកដែលមានការកែលម្អកាន់តែច្រើនហើយស្ថានភាពសុខុមាលភាពសង្គមក៏មានការផ្លាស់ប្ដូរនិងកាន់តែល្អប្រសើរឡើងគួរឲ្យកត់សម្គាល់ចំណេញច្រើនលោកគ្រូទី1យើងអត់ពិបាកទៅរែកនៅស្រះហ្នឹងគឺពេលវេលាដែលយើងទឿនពេលហើយដល់ពេលទី2យើងមានសុខភាពល្អតាមរយៈការដែលយើងប្រើប្រាស់ទឹកស្អាតកាត់បន្ថយជំងឺចាគាត់មានការយល់ដឹងច្រើនជាងមុនហើយនឹងរីកចម្រើនជាងមុនដោយសារពីមុនមកយើងប្រើប្រាស់ម៉ូតូបងពីការតែមកដល់បច្ចុប្បន្ននេះតបពីធ្វើប្រគុណអនាម័យប្រើប្រាស់មកឃើញថាគាត់មានការគេហៅថារីកចម្រើនជាងមុនគាត់អត់មានបញ្ហាឈឺស្កាត់រាករូសដូចពីមុនចាពីមុនមិនទាន់មានប្រគុណប្រើប្រាស់គឺគាត់តិចទៅពេទ្យស្ថានភាពទឹកនិងអនាម័យនៅក្នុងសាលាបច្ចុប្បន្នគឺមានទឹកស្អាតធ្វើឲ្យកុមារមានការងាយស្រួលធ្វើឲ្យសុខភាពគាត់ល្អអត់មានការរាករូសហើយក៏អត់មានអវត្តមានសមិទ្ធផលទាំងនេះកើតឡើងបានអាស្រ័យដោយកត្តាប្រទេសជាតិមានសុខសន្តិភាពនិងស្ថិរភាពនយោបាយនៅទូទាំងប្រទេសក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជានិងមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នអង្គការដៃគូអភិវឌ្ឍនិងគ្រប់ភាគីពាក់ព័ន្ធទាំងអស់បានធ្វើឲ្យអត្រាគ្របដណ្ដប់ទឹកស្អាតនិងអនាម័យទូទាំងប្រទេសសម្រេចបានលទ្ធផលគួរជាទីមោទនៈដោយក្នុងនោះការផ្គត់ផ្គង់ទឹកស្អាតកម្រិតមូលដ្ឋានសម្រេចបាន 89% និងសេវាផ្គត់ផ្គង់ទឹកដែលគ្រប់គ្រងប្រកបដោយសុវត្ថិភាព 25% ដោយឡែកការផ្តល់សេវាអនាម័យជនបទកម្រិតមូលដ្ឋានសម្រេចបាន 95% និងសេវាអនាម័យដែលគ្រប់គ្រងប្រកបដោយសុវត្ថិភាព 51% ទន្ទឹមនឹងនោះត្រឹមឆ្នាំ 2025 រាជធានីខេត្តទាំង 25 បានសម្រេចការបញ្ចប់ការបន្ទោបង់ពាសវាពាសកាល ODF 100%ក្នុងនោះមានរាជធានីភ្នំពេញនិងខេត្តកណ្ដាលបានបញ្ចប់ការបន្ទោបង់ពាសវាពាសកាលកម្រិតខ្ពស់ ODF+